អូនតគ្នាសម្រាប់លើសឈាមមានសំណួរមួយដែលអ៊ំគាត់បានចោទសួរថាតើបើសិនជាគាត់ប្រើប្រាស់ថ្នាំបញ្ចុះស្ពាតឈាមអញ្ចឹងជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះចឹងថ្ងៃនេះខ្ញុំសូមបកស្រាយនៅពីអត្ថប្រយោជន៍ដែលអ្នកទាំងអស់គ្នាបានប្រើប្រាស់ថ្នាំបញ្ចុះស្ពាតឈាមបានត្រឹមត្រូវជាពិសេសគឺអ៊ំពូមីងយាយតាដែលគាត់បានប្រើប្រាស់ថ្នាំក្នុងគោលបំណងនៃការព្យាបាលចំណុចទី1គឺអត្ថប្រយោជន៍បានន័យថាធ្វើឲ្យយើងបាត់ធ្វើទុកនៅរាល់សញ្ញាលើសឈាមទាំងឡាយចំណុចទី2អាចពន្យាផលវិបាករ៉ាំរ៉ៃដែលជារឿងគ្រោះថ្នាក់សម្រាប់ជីវិតចំណុចទី3អាចកាត់បន្ថយការស្លាប់ដោយសារតែជំងឺលើសឈាមបានច្រើនតបមកវិញតើនៅក្នុងលក្ខខណ្ឌមួយដែលអ្នកជំងឺគាត់ប្រើប្រាស់ថ្នាំបញ្ចុះស្ពាតឈាមជាប្រចាំថ្ងៃសំណួរដែលគាត់សួរថាតើគាត់អាចនឹងធ្លាក់ខ្លួនចូលទៅក្នុងផលវិបាកនៃជំងឺលើសឈាមដែលធ្វើឲ្យគ្រោះថ្នាក់បានដែរឬទេចង់បញ្ជាក់អ៊ំពូមីងយាយតាទាំងអស់គ្នាវិញថានៅពេលដែលយើងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមរៀងរាល់ថ្ងៃអត្រានៃផលវិបាកវាអាចនៅកើតមានគ្រាន់តែថាវាភាគរយតិចជាងអ្នកទាំងអស់គ្នាហូបខានឬក៏ដាច់ថ្នាំអ្វីដែលយើងត្រូវដឹងទាំងអស់គ្នានោះនៅពេលដែលលើសឈាមយូរផលវិបាកដែលអាចជួបមានទី1ធ្វើឲ្យយើងប៉ះពាល់ទៅលើភ្នែកស្វាងភ្នែកទឹកដក់នៅក្នុងបាតភ្នែកទី2គឺប៉ះពាល់ទៅដល់សរសៃឈាមខួរក្បាលអាចស្ទះអាចដាច់ដោយសារសម្ពាធបុកឡើងខ្លាំងប៉ះទៅដល់បេះដូងធ្វើឲ្យបេះដូងខ្សោយអាចមានជំងឺសរសៃឈាមបេះដូងទៅលើសួតនៅពេលដែលសម្ពាធឈាមឡើងខ្ពស់ពេកធ្វើឲ្យមានការចោលទឹកទៅដល់សួតទៅលើតម្រងនោមរបស់យើងរាងការខូចខាតដោយសារសម្ពាធនៅក្នុងសរសៃឈាមច្រោះយូរទៅនឹងប្រឈមមុខคล้ายទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃអាចលេចចេញជាជាតិប្រៃនៅក្នុងទឹកនោមស្របពេលដែលកំពុងតែលើសឈាមឡើងស្ពាតឈាមបុកខ្លាំងហើមជើងឬមួយក៏ផ្ដល់ផលវិបាកទៅលើសរសៃឈាមជើងដែលអាចប្រឈមមុខជាមួយនឹងរលាកក្បៀតរហូតដល់ក្នុងលក្ខខណ្ឌមួយនៃជំងឺអាចស្ទះសរសៃឈាមចំណុចទាំងអស់នេះហើយគឺជាក្តីបារម្ភរបស់គ្រូពេទ្យដូច្នេះសូមឲ្យអ៊ំពូមីងយាយតាបងប្អូនទាំងអស់គ្នាដែលមានបញ្ហាលើសសម្ពាធឈាមគួរតែប្រើប្រាស់ថ្នាំជាប្រចាំហើយចាត់ទុកថាថ្នាំបញ្ចុះសម្ពាធឈាមគឺជាអាហារពេលព្រឹកដ៏ល្អបំផុតសម្រាប់ជីវិតប៉ុន្តែបើសិនជាបងប្អូនមានចម្ងល់អាចធ្លាក់នៅក្នុងប្រអប់ comment នេះបាន